นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนัตยัสสะខ្ញុំព្រះករុណាក៏សូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៅបត្រៃរតមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះក្រៃលែងបន្តអំពីកិច្ចនៃបទនមស្ការចំពោះគុណនៃព្រះរតនត្រ័យពីខាងដើមដល់សង្ខេបបែបផ្លៃប៉ុណ្ណេះទៅខ្ញុំព្រះករុណាក៏សូមលំអត់លំអោនកាយថ្វាយបង្គំចំពោះព្រះអង្គគ្រូចៅអធិការវត្តធម្មនិការាមនៅទីក្រុងមង្ព្រះអាលសូមនមស្ការចំពោះព្រះអង្គគ្រូវិចារអធិការវត្តពុទ្ធសភារាមហើយពរយេនៅទីក្រុងមន្ត្រីអាលនិងសូមនមស្ការចំពោះព្រះអង្គគ្រូវិចារអធិការវត្តពោធិការាមនៅទីក្រុងអូតាវ៉ាមួយលើសូមនមស្ការចំពោះព្រះអង្គគ្រូវិចារអធិការវត្តរតនបពិតព្រះធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរចំពោះលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកប្រជុំគ្នានៅក្នុងទីអារាមដ្ឋានវត្តរតនបពិតនៅក្នុងទីក្រុងអូតាវ៉ាយ៉ាងនេះដើម្បីជួបជុំគ្នាប្រពៃពិធីបុណ្យកឋិនទានសាមគ្គីចាំមុននឹងខ្ញុំបកណាអាត្មាបានឱកាសដើម្បីនឹងបានអារាធនានៅពុទ្ធធម៌ដើម្បីសម្ដែងចែកជូនប្រទានដល់ព្រះអង្គគ្រូគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក៏សូមសំណាក់ខន្តីអភ័យទោសក្រែងបើខ្ញុំបកណាថ្មីសម្ដែងទៅមានការលើសលួសខ្វះខាតបត់បាបជញ្ញៈបល័យភាសាបកស្រាយឯណាទីមួយមិនសមនឹងទឹកបតីចិត្តញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក៏សូមខន្តីអភ័យទោសដែលខ្ញុំបកណានៅក្នុងឱកាសពេលនេះផងដែរគឺជាពេលមួយគួរនឹងស្ដាប់នៅព្រះសុធម្មហើយអស់លោកញាតិញោមពុទ្ធបរិស័ទប្រុសស្រីបានដឹងជ្រាបហើយថានៅក្នុងឱកាសនេះគឺជាបុណ្យកឋិនសាមគ្គីណាញាតិញោមហើយអធិស្ឋានចំពោះគ្រូព្រះមហាថេរគ្រប់ព្រះអង្គហើយក៏សូមញាតិញោមតាមការពិតមិនត្រូវជាអាត្មាដែលសម្ដែងទេហើយដោយលោកម្ចាស់លោកថាអាត្មានឹងក៏ចម្រើនគោញាតិញោមចិត្តត្រឡប់ទៅវិញផងដែរអញ្ចឹងចឹងទៅក៏មានឱកាសចម្រើនគោញាតិញោមផងដែរថាខែក្រោយនេះគឺត្រឡប់ទៅកម្ពុជាវិញហើយណាញាតិញោមចឹងទៅជួបញាតិញោមឯកឋិនហ្នឹងបានលើច្រើនតិចទៅហើយតាមការពិតទៅអាត្មាដូចធ្លាប់ទេសដែរប៉ុន្តែអត់ទេសហ្នឹងដូចបុកពោះជាពិសេសអំណាចព្រះមហាថេរធំឯថ្ងៃនេះញាតិញោមមានផលសំណាងប្រសងច្រើនណាស់បាន14ព្រះអង្គញាតិញោមដោយលោកម្ចាស់អង្គគ្រូទៅមកពីខ្មែរ2អង្គហើយអាត្មាត្រូវទៅលោកមកអាត្មាត្រូវទៅត្រឡប់វិញ2អង្គវិញដែរអញ្ចឹងអីទេហើយថ្ងៃនេះគឺជាថ្ងៃមួយកឋិនកូនពៅញាតិញោមហ៎អូពៅហ៎ពៅខ្ញុំយកម្ចាស់ថាពៅច្រើនតបច្រើនអញ្ចឹងដឹងមិនទេបងប្អូនញាតិញោមសូមជាស្រ័យថ្ងៃនេះមិនដឹងថាលើកពីអីទេព្រោះកឋិនប្រមាណវត្តហើយគឺសិតតែអានិសង្សសិតតែពាក្យកឋិនមិនដឹងញាតិញោមប៉ុន្តែអាត្មាជឿថាបំណងញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់ទានឬក៏ជាម្ចាស់អង្គកឋិនដែលជាអ្នកធ្វើកឋិនហ្នឹងគឺតែងតែចង់ដឹងចង់ស្គាល់ចង់ឮថាតើនៅក្នុងរដូវកាលកឋិនដែលញាតិញោមពុទ្ធបរិស័ទទាំងលោកម្ចាស់អង្គគ្រូតាមដាវត្តដែលជាម្ចាស់អង្គកឋិនហ្នឹងដែល
បានដឹកនាំពុទ្ធបរិស័ទញាតិញោមបានដឹកនាំបងប្អូនកូនចៅញាតិមិត្តទាំងអស់ដើម្បីបានកម្មនៅអង្គកឋិនមួយទៅតាមផ្នែកនីមួយគឺអ្វីដែលញាតិញោមចង់ដឹងហើយចង់ស្គាល់ដែលយើងធ្វើនៅក្នុងឱកាសនេះអញ្ចឹងមិនអ្វីដទៃក្រៅអំពីរឿងកថាហ្នឹងទេញាតិញោមចង់ពោលសម្ដែងចាក់តងអំពីរឿងបុណ្យកថាហ្នឹងបន្តិចញាតិញោមហើយនឹងបានពោលសរសើរអំពីផលញាតិញោមផលដែលញោមបានធ្វើហ្នឹងទទួលបានអ្វីខ្លះតែការពិតទៅវាជារឿងដដែលទេប៉ុន្តែបើនៅក្នុងធម៌ញាតិញោមបើនៅក្នុងអានិសង្សនៃការស្ដាប់ធម៌ណាញាតិញោមអ្នកស្ដាប់ធម៌ទាំងអស់ប្រសិនបើជាស្ដាប់ធម៌ដោយសេចក្តីគោរពយកចិត្តទុកដាក់ទទួលបានផលបានអានិសង្ស5ណាញាតិញោមអញ្ចឹងស្ថិតនៅក្នុងអានិសង្សមួយណាញាតិញោមធម៌ណាដែលខ្ញុំបកករណាទាំងឡាយបានធ្លាប់ស្ដាប់ធ្លាប់ដឹងធ្លាប់ឮហើយពេលនោះក៏បានឮសំឡេងអត្តន័យនៃធម៌ហ្នឹងយើងក៏កើសេចក្តីជ្រះថ្លាកាន់តែជ្រះថ្លាឡើងនឹងអានិសង្សទី1ណាញាតិញោមទី1ដែលយើងទទួលបានណែដែលយើងធ្លាប់ស្ដាប់ហើយស្រែកទៅឮសូរសំឡេងពធលោកម្ចាស់ព្រះអង្គគ្រូគ្រប់ព្រះអង្គបានពោលសម្ដែងថ្លែងអំពីអត្តន័យត្រង់ចំណុចហ្នឹងយើងនឹកឃើញកន្លែងហ្នឹងខ្ញុំកណាអាត្មាអញធ្លាប់បានស្ដាប់ហើយធ្លាប់ចេះហើយហើយក្រំតែលោកលើកឡើងបន្ថែមបន្តិចមកមួយកាន់តែភ្លឺកាន់តែចាស់ខ្លាឡើងរឿងទទួលចំណេះនៅបញ្ញាដែលយើងធ្លាប់បានចេះដឹងហ្នឹងហើយអាហ្នឹងជាអានិសង្សដែលធ្វើឲ្យយើងនឹងឯងរឹតតែមានបញ្ញាកើតឡើងនេះអានិសង្សនៃការស្ដាប់ធម៌ហើយនៅក្នុងឱកាសនេះដែលខ្ញុំកណាចង់អាត្មាភាពចង់លើកឡើងតាក់ទងរឿងកថានេះញាតិញោមពុទ្ធបរិស័ទបុណ្យនេះណាគឺជាបុណ្យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គពុទ្ធិបញ្ញាណ